បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំទៀតហើយគឺវីដេអូបន្ទាប់ក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅស្គាល់តំបន់កំសាន្តមួយកន្លែងដែលជា Garden City Park គឺជាកន្លែងលេងទឹកគឺជាសួនទឹកមួយដែលស្ថិតនៅផ្លូវវិមានឈ្នះដែលយើងអាចធ្វើដំណើរបានទៅតាមផ្លូវជាតិលេខ6ក៏បាននិងស្ពានព្រៃភ្នៅក៏បាននៅក្នុងនោះដែរយើងត្រូវទិញសម្បត្តិចូលរួមទស្សនានៅក្នុងនោះគឺមានមនុស្សធំចំនួន$15និងក្មេងចំនួន$9គេនឹងមានកម្មវិធី discount ពិសេសតទៅទៀតក៏ប៉ុន្តែបើសិនជាអាចទៅរួចគឺខ្ញុំចង់សនុំពរដល់តូចមួយគឺក៏សង្ឃឹមថានៅទីនោះគឺចាយលុយខ្មែរជាប្រាក់រៀលរបស់យើងកុំចាយលុយបរទេសតំបន់នេះដែរពិតជាអស្ចារ្យមែនទែនដែលមានប្រដាប់លេងកម្សាន្តជាច្រើនសម្រាប់មនុស្សពេញវ័យនិងកុមារផងដែរវាជាមោទនភាពមួយដែរដែលប្រទេសកម្ពុជាយើងមានកន្លែងលេងទឹកសួនទឹកបែបអន្តរជាតិមួយដែលយើងមិនចាំបាច់ចំណាយលុយឬក៏ថវិកាជិះកប៉ាល់ហោះទៅលេងនៅស្រុកគេក៏យើងអាចចំណាយលុយបន្តិចបន្តួចក្នុងការលេងនៅស្រុកខ្មែរយើងបានដែរវាជាចំណែកតូចមួយប្រសិនបើយើងគិតថាយើង stress ពីការងារឬក៏កូនយើងកំពុងតែឈប់សម្រាកនៅក្នុងការសិក្សាយើងអាចជូនពួកគាត់មកលេងបានតែខ្ញុំចាប់អារម្មណ៍នៅទីនោះគឺចាប់អារម្មណ៍ខ្លាំងមែនទែនគឺគេហៅថាសម្បត្តិនិមិត្តមួយគឺទីនោះមានទីធ្លាធំទូលាយដែលមានទឹករលកដូចនៅសមុទ្រធម្មជាតិពិតៗអញ្ចឹងហើយថែមទាំងមានឆាកប្រគំតន្ត្រីដ៏ស្រស់ស្អាតទៀតធ្វើឲ្យអ្នកដែលចូលរួមលេងគឺសប្បាយក្នុងការលេងទឹកតែម្ដងវីដេអូនេះដែរគ្រាន់តែជាការណែនាំពីកន្លែងកំសាន្តប្រសិនបើបងប្អូនទាំងអស់គ្នាគិតថាមិនដឹងថាគួរទៅទីកន្លែងណាលេងក្នុងថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃវិស្សមការរបស់ក្មេងៗយើងពិតជាមានកាដូពិសេសសម្រាប់ពួកគាត់ធ្វើឲ្យគាត់សប្បាយចិត្តនៅក្នុងការលេងនៅល្បែងកំសាន្តបែបសួនទឹកសម្បត្តិនិមិត្តគឺ Garden City Water Park ខ្ញុំគិតថាវាល្អជាជម្រើសមួយដ៏ល្អដែលធ្វើឲ្យពួកគាត់សប្បាយរីករាយនឹងទទួលអ្វីដែលខ្ញុំចាប់អារម្មណ៍ពិសេសជាងនោះទៅទៀតនោះគឺកន្លែងនោះមានលេងគេហៅថាស្គីក្តារនៃទឹករលកពិតជាលយមែនតើសម្រាប់អ្នកដែលចូលចិត្តជិះស្គីលើទឹកហើយដែលពិសេសជាងនឹងទៅទៀតនោះខ្ញុំឃើញដូចជាមានបន្ទប់ទឹកមានច្រើនកន្លែងដែលមានផាសុកភាពបន្ទប់ទឹកគឺពិតជាស្អាតងាយស្រួលក្នុងការផ្លាស់កៅអៅនិងលាងខ្លួនសម្អាតខ្លួនផងដែរហើយបើពីបញ្ហាសុវត្ថិភាពវិញខ្ញុំឃើញ security របស់គេគឺល្អខ្លាំងដែលមានសន្តិសុខឆ្មាំដែលគេជួយតាមមើលតាមខ្លងក្នុងការលេងកម្សាន្តរបស់យើងដែលមិនធ្វើឲ្យយើងខ្លាត់ស្នៀតឬក៏មានប្រការគ្រោះថ្នាក់អ្វីមួយឡើយអូហូយពិតជាអស្ចារ្យមែនតើខ្ញុំទើបតែឃើញសួនទឹកនេះជាលើកទី1ក្នុងប្រទេសខ្មែរយើងតែម្ដងអូខេដល់ទីបញ្ចប់នៃវីដេអូរបស់ខ្ញុំហើយខ្ញុំក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួបតែសំណាងល្អសុខភាពល្អជាពិសេសកុំភ្លេច Subscribe Channel YouTube របស់ខ្ញុំផងហើយនឹងចុចសញ្ញាកណ្ដឹងដើម្បីឲ្យខ្ញុំមានវីដេអូថ្មីៗប្លែកៗពីដំណើរកម្សាន្តក្នុងស្រុកពីចំណីអាហារនិងអ្វីៗប្លែកៗខ្ញុំនឹងធ្វើបន្តទៅទៀតអរគុណច្រើនសូមជម្រាបលា